គស្ថាន សហរដ្ឋអាមេរិកនឹងរងការពីថ្ងៃទី7 ខែមេសានេះបានយកព្រមឈប់បាញ់គ្នារយៈពេល2សប្តាហ៍តែ1ម៉ោងប៉ុណ្ណោះមុនអសន្នវត្តកំទេចរងរបស់លោកត្រាំត្រូវបានផុតកំណត់ទន្ទឹមនេះទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជំនះរបស់ខ្លួនថាបានបង្ខំឲ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ10ចំណុចរបស់ខ្លួននេះបើតាមការផ្សាយចេញពីសារព័ត៌មាន AFP លោកត្រាំបាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលរវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់ដែលបានស្នើនៅបទឈប់បាញ់រយៈពេល2សប្តាហ៍លោកត្រាំបានគូបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យាពេលការទម្លាក់គ្រាប់បែកលើរ៉ង់ដោយឈរលើមូលដ្ឋានកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Jabez Zarif និងប្រមុខកងទ័ពប៉ាគីស្ថានលោកអាស៊ីនមូណាក្រុមប្រឹក្សាសន្តិសុខរ៉ង់ក៏បានទទួលស្គាល់ពីការឈានដល់បទឈប់បាញ់ផងដែរដោយមានការយកព្រមពីមេដឹកនាំកម្ពុជារ៉ង់លោកមូចាបាខាមេណៃហើយបានបញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងរ៉ង់នឹងចាប់ផ្ដើមនៅថ្ងៃទី10នេះក្នុងទីក្រុងអ៊ីស្លាមាបាតដោយឡែកប្រព័ន្ធផ្សព្វផ្សាយអាមេរិកអ៊ីស្រាអែលក៏បានរាយការណ៍ថាអ៊ីស្រាអែលក៏បានយកព្រមទទួលយកបទឈប់បាញ់ផងដែរ